ជំរាបសួរពុកម៉ែបងប្អូនពូមីងចាតើបច្ចុប្បន្ននេះស្ថានភាពស្រូវរបស់បងប្អូនយ៉ាងម៉េចទៅហើយបងប្អូនកំពុងតែធ្វើស្រូវនៅក្នុងវគ្គណាដែរហើយបច្ចុប្បន្ននេះនៅតំបន់របស់បងប្អូនឧស្សាហ៍មានភ្លៀងដែរឬទេសម្រាប់នៅខាងខ្ញុំវិញបងប្អូនបច្ចុប្បន្ននេះគឺឧស្សាហ៍មានភ្លៀងដែរប៉ុន្តែភ្លៀងតិចគឺច្រើនជាងហើយមេឃវិញគឺឧស្សាហ៍មានពពកច្រើនប្រហែលថ្ងៃនេះគឺវាមិនសូវបើកថ្ងៃប្រហែលទេបងប្អូនគឺថ្ងៃតិចជាងមេឃសតុំចាហើយសម្រាប់ឱកាសធាតុប្រែប្រួលមិនទៀងបែបនេះបងប្អូនយើងត្រូវតែឧស្សាហ៍ទៅមើលស្រែប្រយ័ត្នជំងឺចាហើយសត្វល្អិតក៏មិនទៀងដែរបងប្អូនហើយបច្ចុប្បន្ននេះជាពិសេសគឺមមាញសចាប់ផ្ដើមមានហើយចាហើយមួយទៀតបងប្អូននៅបច្ចុប្បន្ននេះចូលរដូវភ្លៀងតើបងប្អូនប្រើវិធីសាស្ត្រអ្វីខ្លះតើប្រើថ្នាំអ្វីខ្លះដើម្បីយើងធ្វើការតែទាំស្រូវឲ្យមានសុខភាពល្អសម្រាប់នាងខ្ញុំនឹងណែនាំជូនទៅដល់បងប្អូននៅក្នុងវគ្គកកាត់គោឬក៏វគ្គបែកគុំហ្នឹងបងប្អូនយើងប្រើប្រាស់ថ្នាំបំពន់ដើម្បីឲ្យស្រូវរបស់យើងហ្នឹងបែកគុំច្រើនហើយដើមមាំដើមធំធាត់ជាពិសេសគឺគោបានធំល្អបងប្អូនអ្នកគ្នាសម្រាប់នៅខាងខ្ញុំវិញបងប្អូនបច្ចុប្បន្ននេះគឺឧស្សាហ៍មានភ្លៀងដែរប៉ុន្តែភ្លៀងតិចគឺច្រើនជាងហើយមេឃវិញគឺឧស្សាហ៍មានពពកច្រើនប្រហែលថ្ងៃនេះគឺវាមិនសូវបើកថ្ងៃប្រហែលទេបងប្អូនគឺថ្ងៃតិចជាងមេឃសតុំចាហើយសម្រាប់ឱកាសធាតុប្រែប្រួលមិនទៀងបែបនេះបងប្អូនយើងត្រូវតែឧស្សាហ៍ទៅមើលស្រែប្រយ័ត្នជំងឺចាហើយសត្វល្អិតក៏មិនទៀងដែរបងប្អូនហើយបច្ចុប្បន្ននេះជាពិសេសគឺមមាញសចាប់ផ្ដើមមានហើយចាហើយមួយទៀតបងប្អូននៅបច្ចុប្បន្ននេះចូលរដូវភ្លៀងតើបងប្អូនប្រើវិធីសាស្ត្រអ្វីខ្លះតើប្រើថ្នាំអ្វីខ្លះដើម្បីយើងធ្វើការតែទាំស្រូវឲ្យមានសុខភាពល្អសម្រាប់នាងខ្ញុំនឹងណែនាំជូនទៅដល់បងប្អូននៅក្នុងវគ្គកកាត់គោឬក៏វគ្គបែកគុំហ្នឹងបងប្អូនយើងប្រើប្រាស់ថ្នាំបំពន់ដើម្បីឲ្យស្រូវរបស់យើងហ្នឹងបែកគុំច្រើនហើយដើមមាំដើមធំធាត់ជាពិសេសគឺគោបានធំល្អបងប្អូនអ្នកនេះទៅតាមការស្វែងយល់របស់នាងខ្ញុំភាគច្រើនបងប្អូនប្រជាកសិករនៅវៀតណាមក៏តែងតែប្រើប្រាស់ថ្នាំបន្ទឿដើមសម្រាប់ដីរបស់គាត់គឺជាប្រភេទដីផុកដីដែលមានជីជាតិចាហើយមិនត្រឹមតែប៉ុណ្្នឹងទេគាត់ប្រើហ្នឹងដោយការគាត់ប្រើពូជតិចចាគាត់អត់ប្រើពូជច្រើនទេបងប្អូនអ្នកនេះប្រើថ្នាំបន្ទឿដើមហ្នឹងគឺមានគុណប្រយោជន៍ច្រើនចាពីដើមមកបងប្អូនដែលគាត់អត់ដឹងឬក៏អត់មានសារធាតុថ្មីភាគច្រើនគាត់ប្រើប៉ាក្លោពូតាសូមចាដោយសារអត់មានសារធាតុផ្សេងនឹងអាចជំនួសប៉ាក្លោបានប៉ុន្តែបច្ចុប្បន្ននេះគឺមានសារធាតុជាច្រើនហើយវាទៅតាមតដាប់ថ្នាក់យើងត្រូវការតួតិចឬតួច្រើនគឺយើងប្រើសារធាតុមួយណាឲ្យសមស្របទៅតាមប្រភេទដីរបស់បងប្អូនចាហើយសម្រាប់ដីស្រែនេះគឺស្រែរបស់គាត់គឺដីផុកដីផុងអញ្ចឹងអ្វីដែលគាត់ត្រូវប្រើហ្នឹងគឺថ្នាំបន្ទឿដើមដែលមានប្រសិទ្ធភាពខ្ពស់ចាហើយសម្រាប់ក្រុមហ៊ុនក៏បានណែនាំឲ្យគាត់ប្រើដែរគឺផលិតផល D4 របស់ក្រុមហ៊ុនកសិកម្មពិសាងបងប្អូនចាពីព្រោះនៅក្នុងដប D4 ហ្នឹងគឺមានសារធាតុអ៊ូនីកូណាសូនសារធាតុអ៊ូនីកូណាសូនហ្នឹងគឺជាប្រភេទសារធាតុដែលប្រឆាំងនៃការលូតលាស់ចាគឺបិទកាត់បន្ថយនៃការលូតលាស់ជួយឲ្យដើមហ្នឹងវារីកផ្នែកទៅតឹងដើមធំធាត់ជួយឲ្យឫសហ្នឹងបានរឹងមាំឫសបានធាត់ណាបងប្អូនអ្នកនេះចាជាពិសេសគឺជួយឲ្យបែកគុំល្អណាបងប្អូនអ្នកនេះហើយនៅដប D4 ហ្នឹងក៏មានជាប្រភេទសង្កសីម៉ាញ៉េស្យូមម៉ាន់កានជាដើមហើយមានសារធាតុសរីរាង្គ 25% ទៀតបងប្អូនអ្នកនេះចាសម្រាប់បងប្អូនណាដែលគាត់មានទំនៀមទម្លាប់ធ្វើស្រែប្រើប៉ាក្លោប៊ូតាសូលដើម្បីធ្វើឲ្យស្រូវនឹងទើកាត់បន្ថយកម្ពស់កាត់បន្ថយបញ្ហាស្រូវដួលចាបងប្អូនត្រូវតែប្រយ័ត្នបន្តិចត្រូវប្រើឲ្យត្រូវកម្រិតមិនត្រូវប្រើលើសកម្រិតទេចាប្រើការណែនាំរបស់ក្រុមហ៊ុនបើយល់ល្អកុំប្រើហ្មងកាន់តែល្អបងប្អូនអ្នកនេះចាដោយសារសារធាតុប៉ាក្លោប៊ូតាសូលនឹងគឺជាប្រភេទសារធាតុដែលមានការផ្ទុកនៅក្នុងដីរយៈពេលយូរហើយរយៈពេលប៉ុន្មានហ្នឹងក៏ទៅតាមប្រភេទដីដែរបងប្អូនអ្នកនេះចាដូច្នេះបងប្អូនត្រូវតែប្រយ័ត្នបន្តិចថាយើងគួរប្រើឬអត់ដោយសារពេលដែលវាផ្ទុកនៅក្នុងដីហ្នឹងគឺវាធ្វើឲ្យដីហ្នឹងខ្សោយម្ដងបន្តិចទៅតាមរដូវទៅតាមពេលវេលាចាបើយើងប្រើតិចឬប្រើច្រើនអញ្ចឹងវាខ្សោយលឿនឬខ្សោយយឺតបងប្អូនចាវាធ្វើឲ្យដីហ្នឹងបាត់ជីជាតិណាតាបងប្អូនប្រើប៉ាក្លោប៊ូតាសូលហ្នឹងប្រើតាំងពីមួយរដូវទៅមួយរដូវហើយកុំសួរថាហេតុផលអីបានបាត់ជីហើយបានស្រូវវាមិនសូវលះចាមូលហេតុក៏ដោយសារបងប្អូនប្រើប៉ាក្លោប៊ូតាសូលច្រើនពេកដែរអញ្ចឹងបងប្អូនបើសិនយើងមិនប្រើប៉ាក្លោប៊ូតាសូលយើងមកដូរប្រើយូនីកូណាសូនវិញបងប្អូនចាយូនីកូណាសូនហ្នឹងក៏វាជំនួយនៃការបន្ទឿដើមកាត់បន្ថយកម្ពស់ជំនួយនៃការបែកគុំដែរហើយវាមិនមានការបន្ទប់នៅក្នុងដីរយៈពេលយូរដូចជាប៉ាក្លោប៊ូតាសូលទេគឺវាមានសុវត្ថិភាពសម្រាប់ដើមស្រូវឬដីរបស់បងប្អូនណាបងប្អូនអូខេតើហេតុអ្វីបានយើងត្រូវប្រើប្រាស់ថ្នាំបន្ទឿដើម
ជាពិសេសបងប្អូនជាកសិករនៅវៀតណាមគាត់ប្រើវគ្គបែកគុំនិងវគ្គកកាត់គោគាត់ឧស្សាហ៍ប្រើពីវគ្គនេះណាចាទី1វគ្គបែកគុំហ្នឹងគឺវាជួយឲ្យដើមហ្នឹងធំធាត់បានល្អជាពិសេសនៅរដូវភ្លៀងនេះស្លឹកឧស្សាហ៍វាលះឡើងលើអញ្ចឹងណាវាឧស្សាហ៍លើស្លឹកបើសិនយើងមិនគ្រប់គ្រងកម្រិតជីឲ្យបានល្អទេអញ្ចឹងបងប្អូនគាត់បាជីត្រូវកម្រិតប៉ុន្តែបើសិនប៉ះមេឃភ្លៀងពេកអាចថាវាលើស្លឹកដូច្នេះគាត់ត្រូវការប្រើប្រាស់ថ្នាំបន្ទឺដើមគេហៅថាថ្នាំប្រឆាំងនៃការលូតលាស់ដើម្បីកាត់បន្ថយនៃការលូតលាស់កាត់បន្ថយកម្ពស់ចាកាត់បន្ថយកម្ពស់ប៉ុន្តែវាបាយរីកនៅផ្នែកទៅតឹងមានន័យថាវាជួយឲ្យដើមនឹងធំធាត់ដោយសារយើងប្រឆាំងនៃកម្ពស់របស់វាហើយអញ្ចឹងពេលដែលយើងគ្រប់គ្រងសារធាតុបំពន់ហ្នឹងកម្ពស់វាមិនឡើងទៅកម្ពស់ទេវាប្រឆាំងហ្នឹងសារធាតុបំពន់វារុញមកចុះចិញ្ចឹមដើមឲ្យធាត់ចិញ្ចឹមស្លឹកឲ្យក្រាស់និងចិញ្ចឹមឫសឲ្យធំបងប្អូនអរគ្នានេះគឺជាមូលហេតុដែលបងប្អូនគាត់តែងតែប្រើថ្នាំទឺដើមនៅវគ្គបែកគុំចាហើយត្រឹមតែប៉ុណ្្នឹងទេពេលដែលប្រឆាំងកុំឲ្យដើមមេហ្នឹងវាស្រូបយកសារធាតុបំពន់ច្រើនពេកអញ្ចឹងសារធាតុបំពន់ហ្នឹងវានឹងជំរុញទៅដើមកូនហើយដើមកូនហ្នឹងក៏វាស្រូបយកសារធាតុបំពន់ដែរអញ្ចឹងដើមកូនហ្នឹងក៏ងាយនឹងទទួលបានសារធាតុបំពន់ហើយងាយលូតលាស់ស្មើដើមមេបងប្អូនអរគ្នាចានៅក្នុងវគ្គបែកគុំនេះហើយសម្រាប់នៃការប្រើប្រាស់ថ្នាំបន្ទឺដើមនៅក្នុងវគ្គបែកគុំហ្នឹងចាយើងត្រូវតែលាយជាមួយប្រភេទថ្នាំដែលជួយជំនួយឲ្យបង្កើតប្លុកដើម្បីយើងជំរុញនៃការគូដែលគឺបង្កើតហ្នឹងវាចេញស្មែងច្រើនចេញក្របច្រើនណាបងប្អូនចាបងប្អូនសាកគិតមើលបើសិនស្រូវរបស់យើងវាថែមស្មែងហើយថែមក្របបានប្រហែលជា 5-6 ក្របអីហ្នឹងយើងគិតមួយដើមថែម 5-6 ក្របអញ្ចឹងមួយដើមស្រូវនៅក្នុងស្រែរបស់បងប្អូនថែម 5-6 ក្របហ្នឹងយើងសរុបមកគឺវាថែមបានច្រើនណាបងប្អូនអរគ្នាចាដូច្នេះបងប្អូននៅវៀតណាមក៏តែងតែប្រើប្រាស់វិធីនេះដើម្បីជួយឲ្យគួរស្រូវរបស់គាត់នឹងដាក់ក្របច្រើនគួរធំចាជាពិសេសគួរមានសុខភាពល្អណាបងប្អូនអរគ្នាចាហើយនៃការប្រើប្រាស់វិធីប្រើប្រាស់វិញយើងត្រូវតែបាញ់មុនបាជីចាពេលដែលយើងបាជីនៅវគ្គកកាគោយើងត្រូវបាញ់មុនដើម្បីជួយជំរុញនៃការកកើតគួរហ្នឹងឲ្យវាបានស្មើគ្នាមិនត្រឹមប៉ុណ្្នឹងទេគឺជួយរំញោចគួរទៅកកើតហ្នឹងឲ្យវាចេញស្មែងច្រើនក្របច្រើនដោយតែខ្ញុំបាននិយាយអញ្ចឹងបងប្អូនអរគ្នាចាហើយពេលដែលយើងបាជីចូលហ្នឹងវាជួយទៅឲ្យគួរដែលទៅកកើតហ្នឹងបងប្អូនឲ្យវាធំធាត់បានល្អទៀតចាហើយសម្រាប់ស្រែនេះផ្ទាល់ក្រុមហ៊ុនបានណែនាំឲ្យគាត់ប្រើនៅក្នុងវគ្គកកាគូនេះគឺដី4បូកជាមួយនឹងតៅម៉ាំចាដោយសារស្រែរបស់គាត់នឹងគឺជាប្រភេទដីផុកដីផងអញ្ចឹងចាំបាច់យើងត្រូវតែប្រើប្រភេទថ្នាំនេះដើម្បីជួយបំរុងដើមឲ្យបានមាំជាងនឹងបងប្អូនចាហើយមួយទៀតបើសិនស្រែរបស់បងប្អូនណាគឺជាប្រភេទដីល្បាយខ្សាច់ដីលេខខ្សាច់អីហ្នឹងណាខាងក្រុមហ៊ុនក៏មានវិធីផ្សេងដើម្បីជួយជំនួយស្រូវរបស់បងប្អូនហ្នឹងមានសុខភាពល្អដើមរឹងស្លឹករឹងដើមធំក្រាស់ល្អបងប្អូនហើយសម្រាប់ស្រែនេះផងនៅក្នុងវគ្គបែកគុំហ្នឹងក្រុមហ៊ុនក៏បានឲ្យគាត់ប្រើស៊ីកាបូកជាមួយនឹងដី4ណាបងប្អូនចាស៊ីកាគឺជួយឲ្យរឹងដើមរឹងស្លឹកបានល្អចាស៊ីកានេះគឺយើងបូកជាមួយដី4ល្អចាស៊ីកានៅក្នុងស៊ីកាហ្នឹងគឺមានសារធាតុបំពន់ដូចជាស័ង្កសីម៉ាញ៉េស្យូមកាល់ស្យូមស៊ីលិកចាគឺជួយជំនួយឲ្យដើមរឹងមាំបានល្អជាពិសេសគឺមានសារធាតុសរីរាង្គទៀតបងប្អូនចាការចែករំលែករបស់ខ្ញុំក៏សូមចប់តែនឹងសិនជួបគ្នាជាមួយបងប្អូននៅក្នុងវគ្គក្រោយទៀតចាបងប្អូនបើសិនចង់បានការណែនាំអំពីបច្ចេកទេសឬក៏វិធីសាស្ត្រប្រើថ្នាំរបស់ក្រុមហ៊ុនឬក៏ចង់ជាវផលិតផលរបស់ក្រុមហ៊ុនចាបងប្អូនសូមជួយទំនាក់ទំនងតាមលេខទូរស័ព្ទ Telegram Zalo ឬក៏តាក់ទងតាម Facebook ក៏បានដែរបងប្អូនអរគ្នាចានេះខ្ញុំនឹងធ្វើការឆ្លើយតរាល់សំណួររបស់បងប្អូនជានិច្ចចាអរគុណបងប្អូនដែលបានចំណាយពេលវេលាតាមដានទស្សនាវីដេអូរបស់ខ្ញុំចាសូមអរគុណសូមជម្រាបលា